វត្តខ្លះសូមបីធ្វើពិធីបុណ្យវិសាខបូជាប្រចាំឆ្នាំទេឃើញប្រើគាត់នៅផ្កានឹងអស់រាប់ម៉ឺនរាប់សែនដុល្លារក៏មានដែរវត្តខ្លះទៀតដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់បរិស័ទរហូតដល់ហ៊ានជូលឧទ្ធម្ភាគចៈបាចផ្កាពីលើមេឃសួរថាយើងបានប្រយោជន៍អីអាហ្នឹងក៏ជាការខ្ជះខ្ជាយមួយដែរហើយវាដឹកនាំឲ្យបរិស័ទនឹងយល់ខុសនឹងតែម្ដងអញ្ចឹងការបូជាផ្កាចំពោះព្រះបូជាចោះប៉ុន្តែក្នុងកម្រិតមួយហើយគិតអំពីផលប្រយោជន៍បើសិនបើយើងមិនបានគិតទេជួនកាលយើងចាយវាខ្ជះខ្ជាយហើយអត់បានផលប្រយោជន៍អីណាភាពខ្ជះខ្ជាយហ្នឹងគឺស្មើមើលទៅឃើញច្រើនមែនតើវត្តខ្លះទៀតពេលដែលចំណាយច្រើនអញ្ចឹងហើយមិនដឹងទៅរកណារហូតដល់ដាក់ QR code សុំអំពាវនាវឲ្យបរិស័ទជួយតាម QR code ណាអាហ្នឹងក៏ជារឿងមួយដែលយើងត្រូវពិចារណាដែរសរុបមកវិញថាយើងបូជាក៏បូជាចាស់ប៉ុន្តែកុំឲ្យហួសហេតុលើសលប់ពេកមួយកុំឲ្យខ្ជះខ្ជាយអាត្មាចាស់លើកពាក្យ3ម៉ាត់អក្សរខ3កុំខ្ជិលខ្ជាខ្ជះខ្ជាយខ្ជិលឆ្អោះសប្តាហ៍ថ្ងៃយើងមើលទៅឃើញបែបហ្នឹងដែរពេលខ្លះយើងខ្ជះខ្ជាយក៏ច្រើននៅក្នុងសាសនាហ្នឹងហើយដល់ខ្ជះខ្ជាយអញ្ចឹងទៅអត់បានផលអីឧទាហរណ៍តូចមួយទៀតសូម្បីយើងវិចខ្ចប់សម្ពុតសាដកក៏ដោយក្តាស់ខ្លះឧទាហរណ៍លក់10000អាក្តាស់ខ្លះត្រូវខ្ចប់ហ្នឹងក៏ជាតម្លៃនៅក្នុងហ្នឹងដែរហើយបរិស័ទយើងទិញទៅយកមកប្រគេនព្រះសង្ឃហើយទៅព្រះអង្គលើចោលបោះចោលទៅរបស់ហ្នឹងអញ្ចឹងស្រុកគេអត់អញ្ចឹងទេគេគិតតាំងពីម៉ាស៊ីនឡើងទៅយើងសន្សំកាលណាយើងចេះសន្សំហើយពុទ្ធលោកឲ្យចេះសន្សំអញ្ចឹងដែរសន្សំសំចៃណាកុំឲ្យខ្ជះខ្ជាយកុំថាឡើយក្នុងកម្រិតនោះសូម្បីប្រសង់អាត្មាងាកមកប្រសង់បន្តិចព្រះអង្គលោកឆាន់ចង្ហាន់បច្ច័យ4ប្រសង់លោករស់នៅដោយសារបច្ច័យ4របស់បរិស័ទមានចៃវរៈបច្ច័យស្បង់ជពើហ្នឹងទី2បណ្ឌបាតបាយទឹកចង្ហាន់ហ្នឹងទី3សេនាសនៈទីកន្លែងជ្រកកោនកត់អីហ្នឹងទី4ភេកលិនភេសជ្ជៈបច្ច័យទាំង4ហ្នឹងមិនមែនជារបស់មួយ free ទេបើនិយាយងាយស្ដាប់ទៅណាពាក្យ free គឺមានន័យថាមិនមែន free ទេរបស់ហ្នឹងសិតបំណុលទាំងអស់អញ្ចឹងបានពុទ្ធលោកឲ្យប្រសង់លោកប្រើប្រាស់បច្ច័យ4ហ្នឹងលោកឲ្យគិតត្រូវធ្វើម៉េចដើម្បីសងញាតិញោមដែលគាត់ខំប្រគេននោះដែលគាត់ខំប្រឹងប្រែងនោះគាត់ខំរនោះតម្រុំតែបានបច្ច័យ4បានចង្ហាន់មកស្រាក់មកប្រគេនហ្នឹងគាត់ហត់នឿយណាស់ពេលដែលគាត់ហត់នឿយហើយហ្នឹងគាត់យកចង្ហាន់មកប្រគេនហ្នឹងព្រះអង្គលោកឲ្យគិតឲ្យពិចារណាពេលដែលទទួលចង្ហាន់ញាតិញោមពុទ្ធបរិស័ទព្រះអង្គលោកឲ្យពិចារណាធម៌អីណាមុនពេលរៀបឆាន់ឡើយថ្មនិយាយរៀបចង្ហាន់បិណ្ឌបាតសោះមុនពេលឆាន់ហ្នឹងក៏ទទួលភ្លាមព្រះអង្គលោកឲ្យពិចារណាពេលដែលកំពុងឆាន់ព្រះអង្គលោកឲ្យពិចារណាធម៌ទៀតឆាន់ហើយព្រះអង្គលោកឲ្យពិចារណាធម៌ទៀតគឺមានន័យថាកុំឲ្យឆ្អែតពេកកុំឲ្យខ្វះពេកកុំឲ្យខ្ជះខ្ជាយពេកព្រះអង្គលោកសន្សំសំចៃនឹងឲ្យប្រសងនឹងលោកជួយសន្សំសំចៃញាតិញោមអាណិតញាតិញោមបរិស័ទនឹងតបគុណដល់ញាតិញោមបរិស័ទវិញហើយបន្ទាប់អំពីប្រើប្រាស់ចង្ហាន់នឹងមួយចាននឹងក៏ដោយព្រះអង្គលោកឲ្យមានលក្ខខណ្ឌទៀតមិនមែនចេះតែស្បាយទេលក្ខខណ្ឌយ៉ាងម៉េចព្រះអង្គលោកថាឆាន់ចង្ហាន់នឹងមិនមែនដើម្បីឲ្យស្អាតដោយស្ត្រីក្នុងបារីក៏អត់ទេឲ្យកើតបរិស័កមានះស្រវឹងដោយអ្នកបដាលក៏អត់ទេអញ្ចឹងប្រើប្រាស់របស់នឹងគឺដើម្បីប្រព្រឹត្តនៅព្រហ្មចរិយធម៌ណាអត់ឲ្យខាតទេព្រហ្មចរិយបានព្រហ្មចរិយធម៌កសាងគុណធម៌ហើយសងគុណញាតិញោមពុទ្ធបរិស័ទហើយនឹងក៏គឺជារឿងមួយដែលពុទ្ធលោកគិតណាអត់ឲ្យខ្ជះខ្ជាយទេអញ្ចឹងបានអាត្មាសង្កេតមើលក្នុងសង្គមយើងនាពេលបច្ចុប្បន្នមិនទូទៅទេប៉ុន្តែមានដោយដងមានលក្ខណៈខ្ជះខ្ជាយច្រើនហើយយើងគួរឲ្យសោកស្ដាយយើងគួរឲ្យស្ដាយអញ្ចឹងត្រង់ហ្នឹងយើងគួរតែគិតទាំងអស់គ្នាបើនិយាយទៅយើងត្រូវតែគិតទាំងអស់គ្នាថាត្រូវជួយសន្សំចែកបែបម៉េចទោះបីរបស់វត្តក៏ដោយរបស់នេះក៏ដោយគឺសិតតែរបស់ញើសឈាមរបស់ញាតិញោមពុទ្ធបរិស័ទដូចជាការចាយវាយអាត្មាលើកឧទាហរណ៍ដូចទៅទស្សនកិច្ចនៅតំបន់ទេសចរបែបសាសនានៅស្រុកយើងច្រើនណាស់ហើយបើសិនបើយើង
ទៅស្រាវជ្រាវទៅទស្សនកិច្ចនៅតំបន់អនឹងប្រាសាទតំបន់ទេសចរបែបសាសនាឬក៏យើងមានថវិកាអីក៏ដោយយើងកសាងនៅសមិទ្ធផលក្នុងស្រុកយើងយើងចំណេញច្រើនទោះបីយើងស្លាប់ទៅសមិទ្ធផលទុកឲ្យកូនចៅយើងចំនួនក្រោយបន្តទៀតថែមរតកហ្នឹងទៅទុកឲ្យជាប្រយោជន៍ដល់កូនចៅយើងចំនួនក្រោយពីមួយចំនួនទៅមួយចំនួនអញ្ចឹងយើងត្រូវពង្រឹងនៅចំណុចហ្នឹងដើម្បីពង្រឹងនៅបានគឺត្រូវមានការផ្លាស់ប្ដូរនៅទស្សនៈដែរបើមិនបើយើងមិនផ្លាស់ប្ដូរទស្សនៈទេថាទៅវាធ្វើឲ្យផលប៉ះពាល់ដល់តម្លៃនិងកិត្យានុភាពនៃសាសនាដែរបាទសូមជម្រាប